តោះគ្នាយើងណាខ្លះដែលអត់តន់ចេះ render វីដេអូរបស់យើងឲ្យមានគុណភាពខ្ពស់ហើយនៅពេលដែលយើង render ចេញទៅពណ៌គឺវា accurate ទៅកាន់ device ផ្សេងៗ 100% នៅក្នុង DaVinci Resolve មកមើលវីដេអូនេះជាមួយគ្នាអញ្ចឹងយើងចូលមក deliver page របស់យើងមកបន្តមកទៀតយើងកំណត់ជាមួយនឹង format របស់យើងមកអ្នកគ្នាចង់បានជា QuickTime ឬក៏ជា MP4 ឥឡូវខ្ញុំយក MP4 មកបន្តមកទៀត codec របស់យើងគឺយើងយក264ហើយ encoder នេះបើសិនអ្នកគ្នាប្រើជាមួយនឹង NVIDIA វានឹង load NVIDIA មកបើសិនអ្នកគ្នាប្រើជាមួយនឹង AMD គឺវានឹង load AMD មកហ្នឹងតាក់ទងនឹងយើង render ដោយប្រើ VGA អូខេអញ្ចឹងខ្ញុំយក NVIDIA មកបន្តមកទៀតអ្នកគ្នាអូសមកខាងក្រោមមកមើលកន្លែង quality នេះអញ្ចឹងកន្លែង quality នេះខ្ញុំអត់យកវា best ទេគឺខ្ញុំនឹង restrict វាគុណនឹង2ជាទូទៅ default របស់វាគឺ80000អញ្ចឹងខ្ញុំយកវា160,000មកអញ្ចឹង quality របស់វាគឺនឹងខ្ពស់ជាងមុនហើយបន្តមកទៀត encoding profile គឺអ្នកគ្នាយកវា high មកហើយអូសមកខាងក្រោមនៅកន្លែង advanced setting គឺជាចំណុចសំខាន់មួយចំនួនដែលយើងត្រូវកំណត់ទី1គឺតាក់ទងនឹង color space text ហើយនិង gamma text អាហ្នឹងសំខាន់មែនតើដើម្បីជួយឲ្យ color space ដែលគ្នា encode ចេញទៅគឺវា accurate ទៅកាន់ device ផ្សេងៗអញ្ចឹងកន្លែងនេះគឺយើងយកវាជាមួយនឹង Rec 7 onlineបន្តមកទៀត gamma text នេះបើសិនជាអ្នកគ្នាប្រើជាមួយនឹង Mac មិនថា MacBook ឬក៏ Mac mini ទេឲ្យតកូលរបស់ Apple អ្នកគ្នាយកវា Rec 709A នេះយកហ្នឹងមកប៉ុន្តែបើយើងប្រើជាមួយនឹង Windows ធម្មតាអ្នកគ្នាយក Rec 709នេះមកបន្តមកទៀតអ្នកគ្នាអូសវាមកខាងក្រោមយើងនឹងឃើញពាក្យថា Font size to high quality tick កន្លែងហ្នឹងមួយហើយបន្តមកទៀត tick កន្លែង Font divider to high quality ជាមួយទៀតចំណុចពីរហ្នឹងក៏វាជួយឲ្យ quality របស់យើងច្បាស់ជាងមុនដែរហើយចំពោះ color space text ហើយនិង gamma text អ្នកគ្នាត្រូវតែ clarify នៅក្នុង color management របស់យើងដែរនៅកន្លែង color management អញ្ចឹងកន្លែង output color space នេះអ្នកគ្នាត្រូវ make sure ថាអ្នកគ្នាយកជាមួយនឹង Rec 709នេះបើសិនអ្នកគ្នាប្រើ MacBook យើងយក A ហ្នឹងមកដូចយើងបញ្យល់មិញអញ្ចឹងបន្តទៀតអ្នកគ្នា save វាមកនៅពេលអ្នកគ្នា setting បានប៉ុណ្នេះហើយវីដេអូដែលអ្នកគ្នា render ចេញទៅគឺវានឹងមាន quality ជាងមុនហើយពណ៌គឺវានឹង accurate ទៅកាន់ device ផ្សេងៗហើយអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងហើយសម្រាប់គ្នាយើងដែលចង់សិក្សាជាមួយនឹងថ្នាក់ DaVinci Resolve អាចតាក់ទងខ្ញុំបានតាម Telegram នៅក្នុង bio ជួបគ្នាវីដេអូក្រោយ